បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំជូតនិងឆ្នាំជូតជីវិតប្តីប្រពន្ធសំដៅទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីទៅមានឬក៏ក្រចុះបើឆ្នាំជូតនិងឆ្នាំជូតបានគ្នាជាប្តីប្រពន្ធវិញគឺល្អអ្នកទាំងពីររស់នៅជាមួយគ្នារួមសុខរួមទុក្ខជាមួយគ្នាបានល្អណាស់អ្នកទាំងពីរធ្វើអ្វីៗច្រើនអាងរៀងខ្លួននិងមិនចាំបាច់សួរយោបល់គ្នាច្រើនទេហើយទៅណាមកណាច្រើនមិនសូវបានទៅជួបជុំគ្នាទេចំពោះឆ្នាំជូតនិងឆ្នាំជូតគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលហេតុអ្វីបានគេដឹងថាវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនោះទៅគណនាមើលឧទាហរណ៍បើឆ្នាំទាំងពីរនោះមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅមិនសូវចុះសម្រុងនឹងគ្នាទេតែបើបានកូនស្រីអ្នកទាំងពីររស់នៅជាមួយគ្នាបានសេចក្តីសុខល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរនឹងមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនប្រុសក៏បានយកកូនស្រីក៏បានគឺសុទ្ធតែល្អទាំងអស់ហើយរស់នៅជាមួយគ្នាបានសេចក្តីសុខទៀតផងចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងទី1គឺសុខភាពទី2សំពេចបុណ្យនិងចំណេះចំណេញទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់តែនៅក្នុងផលបុណ្យពីកំណើត5យ៉ាងហ្នឹងមាន3សំខាន់មានសុខភាពមានសំពេចបុណ្យនិងចំណេះចំណេញហើយមានការទំនាក់ទំនងសម្រាប់មនុស្សម្នាក់មានតាំងពីកំណើតមកម្លេះទី1មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះចំណេញហើយមានការទំនាក់ទំនងទាំង3ហ្នឹងល្អហើយអ្នកនោះឯងនឹងបានជាអ្នកមានឬបានធ្វើការធំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនតាន់បានទី2មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះចំណេញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន2ល្អហើយ1មិនសូវល្អអ្នកនោះឯងទោះធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតខ្ពស់ទី3មនុស្សម្នាក់បើសុខភាពសំពេចបុណ្យនិងចំណេះចំណេញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន1ល្អហើយ2មិនសូវល្អអ្នកនោះឯងទោះជាធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតទាបខ្ញុំសូមលើកឧទាហរណ៍មួយអ្នកឆ្នាំជូតទី1កើតថ្ងៃច័ន្ទខែកញ្ញាអ្នកឆ្នាំជូតទី2កើតថ្ងៃពុធខែឧសភាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរគេឃើញថាទី1សុខភាពឆ្នាំជូតទី1ពីក្មេងមានសុខភាពល្អតែដល់ចាស់មានសុខភាពមិនសូវល្អឯឆ្នាំជូតទី2មានសុខភាពល្អតាំងពីក្មេងរហូតទៅដល់ចាស់ទី2សំពេចបុណ្យឆ្នាំជូតទី1ធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមរីឯឆ្នាំជូតទី2បើរៀនបានច្រើនបើធ្វើការនឹងបានធ្វើការធំគួរសមបើរកស៊ីនឹងមានមុខរបរសមរម្យនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនតាន់មានទី3ការទំនាក់ទំនងជូតទី1រស់នៅជាមួយគ្នាស៊ីផ្អែមនិយាយត្រូវស្ដាប់ហើយធ្វើតាមតែបើនិយាយមិនត្រូវស្ដាប់ហើយមិនធ្វើតាមទេឯឆ្នាំជូតទី2រស់នៅជាមួយគ្នាមិនសូវចេះយកចិត្តដៃគូទេដូចនេះឆ្នាំជូតទាំងពីរនេះរស់នៅជាមួយគ្នាច្រើន
តោះពាក្យសម្ដីគ្នាបន្តិចទី4សេចក្តីព្យាយាមជូតទី1ធ្វើការមិនចេះប្រកាន់ខ្លួនទេតែមានចិត្តម្នះរីឯជូតទី2ក៏ធ្វើការមិនសូវចេះប្រកាន់ខ្លួនដែរតែក៏មានចិត្តម្នះដូចគ្នាទី5លុយកៈឆ្នាំជូតទី1ជាមនុស្សចាយរិះថាំឯឆ្នាំជូតទី2ក៏ជាមនុស្សចាយរិះថាំដែរសរុបមកវិញបើឆ្នាំជូតទាំងពីរនេះបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកគិតហើយនឹងដាក់ពិន្ទុឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំជូតទាំងពីរនោះទៅគណនារកមើលទើបដឹងសូមអរគុណ